ពីទុរិនឯកអគ្គរដ្ឋទូតចិនសរសើរស្វាយចិនរបស់ខ្មែរថាមានរសជាតិឆ្ងាញ់និងប្រាប់ឲ្យទេសចរចិនមកលេងកម្ពុជាឲ្យបានច្រើនប្រមាណទូរទស្សនិកជនមិនមែនមានតែទុរិនធម្មជាតិនោះទេប៉ុន្តែនៅក្នុងខែឧសភានេះកម្ពុជាក៏មានស្វាយដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាពិសេសស្វាយកៅចិនដែលទេសចរគ្រប់គ្នាមិនគួរមើលរំលងនេះជាប្រសាសន៍របស់លោកវ៉ាងវិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាតាមរយៈវីដេអូឃ្លីបប្រមាណជាង30វិនាទីបង្ហោះនៅថ្ងៃទី12ខែឧសភាឆ្នាំ2025លោកវ៉ាងវិនពីនបានផ្សព្វផ្សាយនិងបបួលទេសចរអន្តរជាតិជាពិសេសប្រជាជនចិនមកទស្សនាទេសភាពដ៏ស្រស់ស្អាតនារដូវកាលបៃតងនិងភ្លក្សរសជាតិស្វាយកៅចិនដ៏ឈ្ងុយឆ្ងាញ់នៅប្រទេសកម្ពុជាលោកមានប្រសាសន៍ថាខែឧសភាជារដូវកាលប្រមូលផលផ្លែស្វាយហើយស្វាយជាផលិតផលដែលមានលក្ខណៈពិសេសមួយដែលមិត្តភ័ក្តិកម្ពុជាបានប្រាប់ខ្ញុំថានៅកម្ពុជាមានផ្លែស្វាយមួយប្រភេទដែលគេហៅថាកៅចិនជាស្វាយដែលឆ្ងាញ់បំផុតនៅកម្ពុជាឆ្នាំ2025ក៏ជាឆ្នាំទេសចរចិនកម្ពុជាផងដែរដូច្នេះខ្ញុំសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ប្រទេសកម្ពុជាភ្លក្សស្វាយកៅចិនដ៏ឈ្ងុយឆ្ងាញ់និងមកទស្សនាទេសភាពដ៏ស្រស់ស្អាតនៅក្នុងប្រទេសកម្ពុជាក្រៅពីកិច្ចការផ្លូវការសំខាន់ជាមួយរាជរដ្ឋាភិបាលគេសង្កេតឃើញលោកវ៉ាងវិនពីនឯកអគ្គរដ្ឋទូតចិនតែងប្រើបណ្ដាញសង្គមផ្លូវការរបស់លោកជួយផ្សព្វផ្សាយជាហូរហែពីសក្តានុពលជាពិសេសពាក់ព័ន្ធនឹងវិស័យទេសចរនិងផលិតផលកសិផលរបស់កម្ពុជាទៅកាន់ពិភពលោកក៏ដូចជាប្រជាជនចិនជាក់ស្ដែងកាលពីពេលថ្មីនេះលោកបានអញ្ជើញធ្វើដំណើរទៅភ្លក្សរសជាតិទុរេនឪខានៅខេត្តកំពតទៀតផងក្រោយបានទទួលទានលោកវ៉ាងវិនពីនបានលាន់មាត់សរសើរប្រាប់ពិភពលោកថាទុរេនឪខារបស់ខ្មែរជាទុរេនឆ្ងាញ់ជាងគេនៅលើពិភពលោកឯកអគ្គរដ្ឋទូតចិនថែមទាំងបានបង្ហាញក្តីជឿជាក់ទៀតថានាពេលអនាគតទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននិងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគតតាមរយៈការជួយផ្សព្វផ្សាយជាបន្តបន្ទាប់របស់លោកឯកអគ្គរដ្ឋទូតចិនគេសង្ឃឹមថានឹងអាចជួយលើកគុណតម្លៃកសិផលខ្មែរបានមួយកម្រិតទៀតធ្វើឲ្យទេសចរបរទេសជាពិសេសទេសចរចិនបានស្គាល់ហើយបានមកកំសាន្តនៅកម្ពុជាកាន់តែច្រើនឡើងហើយផលិតផលរបស់កម្ពុជាក៏នឹងបន្តនាំចូលទៅកាន់ទីផ្សារចិនកាន់តែច្រើនដូចគ្នា